នៅថ្ងៃទី2ឬថ្ងៃវរៈវណ្ណប័ត្រនៃពិធីបុណ្យចូលឆ្នាំតើត្រូវធ្វើអ្វីនិងរៀបចំអ្វីខ្លះពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃទី2ជាវិរៈកណ្ដាលឬថ្ងៃកណ្ដាលឬហៅថាថ្ងៃវណ្ណប័ត្រនៅថ្ងៃវណ្ណប័ត្រនេះបើតាមប្រពៃណីទំនៀមទម្លាប់ប្រជាពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនានាំគ្នាទៅវត្តអារាមដើម្បីយកចង្ហាន់នំចំណីផ្លែឈើទៅប្រគេនព្រះសង្ឃចំណែកនៅក្នុងក្រុមគ្រួសារកូនចៅញាតិសន្តានជូនសម្លៀកបំពាក់នំចំណីលុយកាក់ទៅដល់អ្នកមានគុណដែលមានឪពុកម្ដាយជីដូនជីតាជាដើមជួនកាលទៀតនោះគេធ្វើទានទៅដល់មនុស្សបម្រើឬអ្នកក្រីក្រទៀតផងនៅក្នុងវេលានេះគេក៏មានរៀបចំនៅល្បែងប្រជាប្រិយដូចជាចោលឈូងបោះអង្គុញលាក់កន្សែងនិងមានការរាំនៅបទចម្រៀងប្រពៃណីផងដែរនៅតាមទីវត្តអារាមនិងតាមបណ្ដាតំបន់នានាដោយឡែកនៅពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀតហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មតទុកជាចូលឡាមនីចែកដីហើយនិមន្តព្រះសង្ឃបាំងស្គរចែកដីបញ្ជូនមគ្គផលទៅដល់វិញ្ញាណក្ខន្ធបងប្អូនដែលបានស្លាប់ទៅ